giờ này ngày nay cũng được chấp đam chỉ buổi đừng mê điền bây chân bỏ dưới đại chấp đam bị pinin tạm đó ok lần này xong xem mơ tích của hai chia cụ nâng bây giờ rồi ớt thà bây giờ dân chấp đam hiện bây chân muối ta cua chấp đam bị nạt tử bị buộc bây chân dân đang hay bờ sân chia nọ kia còn tại khơi soi chân có chuyện ăn đại nhé bờ sân bao giờ họ chơi pinin chân đâm đại cao bóng thời hiện pinin vô sân anh đang chia đầm nặng cao tí mùiในการที่ภาษาจะได้บานลมอัดหรือก็สีจุ่มเร็วโอเคแต่ไงนี่กูเลิกยกปีจุ่มน้อยตีมวยคือซึ่งหมูทางภาษาจะอ่านថាซึ่งหมูซื้อดักสระứngซึ่งหมูคือ consonant ไม่ថាព្យញ្ជនៈអញ្ចឹងដូចតែភាសាផ្សេងទៀតអ្នកគ្នាគឺមានពីរផ្នែកទី1គេហៅថាព្យញ្ជនៈទី2គេហៅថាស្រៈអញ្ចឹងស្រៈរបស់យើងគេហៅថា in หมูប៉ុន្តែនៅក្នុងវីដេអូមួយនេះគួរនឹងផ្ដោតទៅលើព្យញ្ជនៈក្នុងភាសាចិនថាតើព្យញ្ជនៈក្នុងភាសាចិនមានអីខ្លះហើយយើងអានរបៀបម៉េចតោះអូខេឥឡូវកុំឲ្យខាតពេលយូរយើងទៅមើលទាំងអស់គ្នាទី1គឺซึ่งหมู你知道吗这个ซึ่งหมูចឹងអ្នកគ្នាព្យាយាមអានតាមសំឡេងគ្រូណាពីមេរៀនវិជ្ជាករហ្នឹងពីមេរៀន Pinin ហ្នឹងហើយរហូតដល់យើងអាចចេះសរសេរប្រយោគជាភាសាចិនបានចឹងซึ่งหมู่របស់យើងមានដូចនៅក្នុងតារាងគ្រូបានដាក់ជូននេះទី1គឺអានថាពនឹងឯខ្លះណាក៏អានពអញ្ចឹងណាប៉ុន្តែទូទៅអានពផផមហ្វតថនលកខខរអូខេអញ្ចឹងអ្នកគ្នាព្យាយាមអានម្ដងខ្លីៗប៉ុណ្ណឹងទៅពផមហ្វតថនលកខកខហរទីដល់មកអូខេតាឥឡូវភាសាទៀតពផមហ្វតថនលកខហរអូខេអញ្ចឹងបន្ទាប់ពីអ្នកនេះប្រហែលជាឃើញហើយនៅលើភាសាចិនមួយហ្នឹងគឺមានអក្សរជាភាសាអង់គ្លេសនេះអានេះហៅថា Pinin មួយទៀតគេហៅ Chuin ហ្នឹងគឺជាទៅអ្នកថៃវ៉ាន់អ្នកនៅតាមវិហារតាមអីគេហ៊ានភាសាអក្សរពេញណាអញ្ចឹង traditional writing ហ្នឹងគឺភាសាគេសរសេរអក្សរបែបហ្នឹងប៉ុន្តែនេះគឺជា international ដែលគេប្រើវាជាទូទៅគេហៅ Mandarin Chinese ឬក៏普通话ដែលយើងប្រើប្រាស់បែបហ្នឹងឯងអូខេបន្តទៀតណាអូខេគ្រូអានបន្តទៀតអូខេបន្តមកកខហរជីឈីស៊ីជឺឈឺសឺចឆសាអូខេជីឈីស៊ីជឺឈឺសឺចឆសាកន្លែងនេះសិស្សភាគច្រើនគាត់ពិបាកអានបន្តិចទៅលើជីឈីស៊ីជឺឈឺសឺចឆសាហ្នឹងណាអញ្ចឹងដល់គ្នាព្យាយាមអានឲ្យត្រឹមត្រូវតិចទៅលើពាក្យហ្នឹងប្រហែលជាអាចអាន 4-5 ដងអញ្ចឹងទៅដើម្បីឲ្យចាំវាឥឡូវគ្រូអានឡើងមួយភាសាទៀតពផមហ្វតថនលកខហរជីឈីស៊ីជឺឈឺសឺចឆសាអូខេអញ្ចឹងនេះគឺជាមេរៀនដំបូងហើយអ្នកគ្នាយកវាទៅ practice ដដែលបន្តមកទៀតគ្រូសម្រាប់ចំណាំគ្រូចង់អ្នកគ្នាយកវាទៅអាននៅបាន2-3ដងហើយចំណាយពេលសរសេរឡើងវិញអញ្ចឹងពសរសេរវាមិនអញ្ចឹងសរសេរដែលឲ្យបានច្រើនដងតាមតែអាចធ្វើទៅបានអូខេតោះឥឡូវទៅមើល Sugar បន្តទៀតកន្លែងនេះគឺ声母发音练习声母发音练习声母发音练习ហ្នឹងបបភាសាខ្មែរថា practice ការបញ្ចេញសំឡេងព្យញ្ជនៈភាសាចិនអញ្ចឹងនេះគឺជាតារាងរួមមួយក៏ប៉ុន្តែដោយសារគ្រូអត់ទាន់រៀនស្រៈអីមែនទេអញ្ចឹងមិញហ្នឹងគឺជាព្យញ្ជនៈក្នុងភាសាចិនណាប៉ុន្តែពផមហ្វតថនលកខហរជីជីស៊ីជីសឺចសសហ្នឹងអញ្ចឹងមកទាំងអស់ហ្នឹងគឺយើងគេហៅថាជាព្យញ្ជនៈតោះណាអញ្ចឹងយើងយកព្យញ្ជនៈហ្នឹងទៅផ្សំជាមួយស្រៈទៅយើងអាចអានភាសាចិនបានហើយនេះគឺជាស្រៈរបស់វាមានស្រៈអាស្រៈអាយស្រៈអានស្រៈអាំងស្រៈអោអញ្ចឹងណាប៉ុន្តែគ្រូអត់ទាន់រៀនដល់ទេឥឡូវគ្រាន់តែគ្រូលើកយកចំណុចមួយគឺស្រៈអាហើយឲ្យអ្នកគ្នារៀនសាកល្បងអានលើមើលអូខេឥឡូវមើលដល់គ្នាឥឡូវឧទាហរណ៍ថាគ្រូយកស្រៈអាឧទាហរណ៍ថាពផមហ្វតថនលឃើញទេនលកខហអញ្ចឹងនេះគឺជាអ្វីដែលគ្រូបានអានមិញណាពផមហ្វតថធីថ
ណលកខហអញ្ចឹងបើសិនជាគ្រូអល់ថាអានេះអក្សរអីគេអក្សរ F នេះអីគេអញ្ចឹងយើងអានថាមិនចាំបាច់ត្រូវអានពផមហ្វណាយើងអានពផមហ្វអូខេអានេះអីគេអូខេអញ្ចឹងតថអញ្ចឹងថអានេះគេកអានេះគេហអានេះគេពអូខេអានេះគេមអញ្ចឹងត្រូវច្បាស់អញ្ចឹងអត់ចាំបាច់ត្រូវសួរមួយនេះអ្នកគ្នាត្រូវការអានសិននឹងមានថាអត់តន់ចាំទេឥឡូវមើលបន្តទៀតអញ្ចឹងស្រៈអាត្រូវទេចឹងឧទាហរណ៍ថាអ្នកគ្នាយកមកប្រកបជាមួយណាពដាក់ស្រៈអាប៉ាពអាប៉ាផអាផាមអាម៉ាហ្វអាហ្វាតអាតាថអាថាណអាណាលអាឡាកអាកាខអាខាហអាហាចឹងនេះគឺជាដំណាក់កាលដែលយើងយកស្រៈនិងព្យញ្ជនៈយកមកផ្សំគ្នាចឹងដំបូងអ្នកគ្នាត្រូវស្គាល់ទៅលើព្យញ្ជនៈនឹងឲ្យច្បាស់សិនហើយចាំយកព្យញ្ជនៈនឹងទៅអានប្រកបជាមួយនឹងស្រៈតែម្ដងអូខេតោះអញ្ចឹងសម្រាប់មេរៀននេះគ្រូមានប៉ុណ្ណឹងអញ្ចឹងសូមបងមើលវីដេអូនេះបានចប់ហើយយកវាទៅរៀនប្រាក់ទីពផមហ្វតថណលកខហរជីជីជីជឺជឺជឺចឆឆហើយយកវាអានមកពបូកមួយស្រៈអាប៉ាផាម៉ាហ្វាតាថាណាឡាកាខាហាអញ្ចឹងពេលដែលអានឧទាហរណ៍ថានេះវា fine ឃើញទេអ្នកឃើញ for ដាក់ស្រៈ fa 看到吗就是 fine เนี่ย声母 fine 练习អញ្ចឹងឃើញ fine for ដាក់ស្រៈ fa អញ្ចឹងយើងអានបានហើយអានេះគឺជាសម្លេងនៅក្នុងភាសាចិនគ្រូនឹងធ្វើវីដេអូមួយទៀតដែលនឹងនិយាយអំពីសម្លេងក្រោយពេលអ្នកគ្នារៀន Pinyin ចប់អូខេសូមជឿមើលនៅក្នុងវីដេអូមួយទៅតាម flow វាមួយហើយអ្នកគ្នានឹងអាចស៊ីជម្រៅទៅលើការប្រើប្រាស់ Pinyin នៅក្នុងភាសាចិនអរគុណអ្នកគ្នាបាទ谢谢再见拜拜